ធ្លាប់មានបងប្អូនសួរខ្ញុំថាហែងធ្វើវីដេអូបានលុយបានកាក់ហើយនៅឃើញផុសលុយផុសអីមិនមែនទេបងប្អូនអើយប្រាក់ដែលខ្ញុំផុសនេះគឺជាប្រាក់ដែលញ៉ាំខ្ញុំធ្វើការលក់ចង្ក្រានរួចហើយក៏យកទៅលឹងតកែសំណង់ដោយសារតែចង់បានថាថតវីដេអូក៏ជាកំ pl ែងលេងបន្តិចបន្តួចទៅណាបងប្អូនមិនទាន់បានប្រាក់អុយពី Facebook ទេព្រោះនាងខ្ញុំធ្វើមិនទាន់ដល់គោលការណ៍របស់ Facebook នឹងលើយបងប្អូនអើយព្រោះថាយើងជាមនុស្សខ្ជិលមិនអាចយកលុយពី Facebook បាននោះទេ Facebook គេអោយលុយយើងចាយតែចំពោះអ្នកដែលឯងមិនមែនអ្នកអង្គុយចាំតែមើលអង្គុយចាំតែថានោះទេបងប្អូនអើយគឺយើងត្រូវតែធ្វើឲ្យសកម្មដូចជាខ្ញុំធ្វើចង្ក្រានទេឯងបងប្អូនបើនាងខ្ញុំមិនខំធ្វើចង្ក្រានខំចាក់ខំញីខំតុបតែងលាបក្រែមថែមម្សៅអុយទេគឺមិនបានកើតជាចង្ក្រានយកទៅលក់នោះទេបងប្អូនទាំងអស់គ្នាគឺថារាល់ថ្ងៃនេះការងារនេះតស៊ូសម្បើមណាស់បងប្អូនអើយគឺថាពិបាកទៅតែអ្នកធ្វើដូចគ្នាបានតែថាពិបាកប៉ុណ្ណាបងប្អូនហើយក៏លុយពី Facebook ក៏មិនមែនคลิกឲ្យយើងងាយដែរបងប្អូនបើយើងមិនតស៊ូយើងមិនថតមិនផុសបើយើងមិនផុសរូបភាពមិនផុសជាអក្សរគឺ Facebook មិនមកអញ្ជើញយើងឲ្យរលុយនោះទេហើយនឹងខ្ញុំវីដេអូនេះក៏ខ្ញុំចង់មកប្រាប់ថាមិនទាន់បានលុយមួយកាក់មួយសេនពី Facebook ឡើយព្រោះថានាងខ្ញុំក៏ត្រឹមតែជាអ្នកដៃថ្មីដែលទើបតែលេងដែរបងប្អូនទាំងអស់គ្នាសូមគុណវិលច្រឡំថានាងខ្ញុំបានលុយចាយអីគឺមិនមែនទេហើយវីដេអូនេះគឺចង់ចាញ់មកលើកទឹកចិត្តដល់បងដៃថ្មីទាំងអស់គ្នាថាយើងត្រូវតែប្រឹងតស៊ូធ្វើវីដេអូផុសក៏មួយដូចនាងខ្ញុំចេះរកវីដេអូម៉ាត់ផុសទេមួយថ្ងៃដោយសារតែខ្ជិល